Hello ជំរាបសួរបងប្អូនចាថ្ងៃនេះខ្ញុំមានចាចង់ប្រាប់បងប្អូនថាអឺមានគម្រោងចង់ធ្វើទឹកគ្រឿងហូបតែដល់ពេលហើយថ្ងៃអាទិត្យហ្នឹងប្តីគាត់ចង់ទៅហូបនៅខាងក្រៅអញ្ចឹងបងប្អូនឲ្យមើលនេះខំបេះស្អំមកហើយបានទៅថតនៅអត់បានទៅថតនៅដើមឲ្យបងប្អូនមើលព្រោះអីមិញប្រញាប់ពេកឥឡូវបងប្អូននេះស្អំចាស្អំបាទប្រហែលតងហើយស្ដៅក៏មានដែរចាអញ្ចឹងដល់ខែក្ដៅហ្នឹងគឺមានស្អំលាស់ហើយនឹងស្ដៅអញ្ចឹងបងប្អូនហើយនេះគឺធ្លាប់ចាក្រោយផ្ទះដែរចេញរួមទៅសិតដំណាំក្រោយផ្ទះទាំងអស់បងប្អូនចានេះមានផ្លែទៀតតែវានៅទូចានេះអត់ហ៊ានទុកធំពេកទេតាមពិតអាហ្នឹងទុកទៅវាធំតិចទៀតនេះចាតែហូបប៉ុណ្ណឹងឆ្ងាញ់ចាបាន3គ្រាប់ហើយអូយ៉ា3គ្រាប់ហើយនេះគឺពោតប្រាំងបាន4ផ្លែចាហើយស្អំបានប្រហែលតងហើយទ្រាប់បាន3ផ្លែហើយនេះគឺផ្លែម្កាក់គឺបេះចុងក្រោយបងប្អូនផ្លែនេះគឺផ្លែចុងក្រោយបងប្អូនចាឥឡូវនេះចាប់ដើមហូបកាពិទៀតទៅហើយឆ្ងាញ់ណាស់ហើយតែវាផ្លែវាផ្កាបន្តមកទៀតទេបងប្អូនចាគាត់ថាផ្លែនេះគឺផ្លែចុងក្រោយបងប្អូនចាលើលាងវាសិនបងប្អូនចាលាងវាស្អាតចាហើយតិចទៀតហូបកាពិឲ្យបងប្អូនមើលទៅលើបងប្អូនចាហើយសូមផ្ដាំថាកុំស្រក់ទឹកមាត់មួយខ្ញុំបងប្អូនហើយមានស្វាយទៀតបងប្អូនខ្ញុំភ្លេចនេះបងប្អូនគឺហៅស្វាយរហូតទេបងប្អូនទេទៅផ្សារគេហៅ Sunday Market ទេបងប្អូនគឺផ្សារថ្ងៃអាទិត្យណាចាគេហៅដល់ផ្សារថ្ងៃអាទិត្យលក់តែថ្ងៃអាទិត្យទេបងប្អូននេះគេហៅ Sunday Market ហើយបងប្អូននេះដឹងថារបស់វាហ្នឹងហើយប៉ុន្តែក្រូនៅអូស្ត្រាលីឯងវាពូតមកវានេះទូគេហៅស្វាយផ្អែមបងប្អូនហើយប្រហែលផ្លែហ្នឹងគឺ10បាន7ផ្លែហ្នឹងគឺស្វាយហ្នឹងបានអស់$12ហើយអានេះ2ផ្លែនេះគឺ$8បងប្អូនចាអញ្ចឹងថ្ងៃហ្នឹងទិញមកបានស្វាយប៉ុណ្ណឹងហើយនៅម្កាក់ចានេះម្កាក់បងប្អូនលាងបងប្អូនមើលចានេះចាហើយស្អំបងប្អូនស្អំចាស្អំហើយនឹងបានទ្រាប់នេះ3ផ្លែទ្រាប់បាន3ផ្លែយូហើយពោតប្រាំងបេះមកបន្តផ្លែមកបន្តបងប្អូនចាបាន4ផ្លែហើយនៅក្នុងទូទឹកកកទៀតចាអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនអើយចង់ប្រាប់ថាស្រុកមកចង់ប្រាប់បងប្អូនថាចេះការព្យាយាមព្យាយាមរបស់យើងធ្វើអ្វីមួយវាតែងតែមានគេថាបើសិនជាយើងខ្លាចហត់ខ្លាចលំបាកចាបានផលបានផ្លែផ្កាមកក៏អត់ចង់និយាយថាចេះបងប្អូនអត់ចង់ប្រាប់ថាបើយើងធ្វើអ្វីក៏ដោយក៏វាតែងតែហត់តែងតែលំបាកដែរប៉ុន្តែលទ្ធផលចុងក្រោយគឺយើងបានផលហូបចាផលហូបដោយខ្លួនឯងអញ្ចឹងគឺមានមោទនភាពបងប្អូនមោទនភាពជាងដែលយើងយកលុយទៅទិញគេអញ្ចឹងណាបងប្អូនអញ្ចឹងផ្លែទូតាតិចបន្តួចអីចឹងណាពេលយើងទៅឲ្យមានអារម្មណ៍ថាស្រស់ស្រាយបងប្អូន